ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងបន្តទៅទៀតថាមនាលភិក្ខុទាំងឡាយមុសាវាទដែលបុគ្គលសែបថ្និតហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរកដើម្បីកំណើតទេរឆានដើម្បីប្រែផលនៃមុសាវាទដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅក្នុងការដែលគេមូលបង្កាច់ដោយពាក្យមិនពិតកាលដែលកើតជាមនុស្សយើងធ្លាប់គេមូលបង្កាច់ដោយពាក្យមិនពិតអត់ធ្លាប់ជួបដែរនេះគឺជាទោសនៃការនិយាយកុហកណាអញ្ចឹងឧបមាថាយើងធ្វើល្អសោះយើងធ្វើត្រូវសោះប៉ុន្តែគេមូលបង្កាច់ថាដោយពាក្យមិនពិតថាមិនល្អថាមិនត្រូវមែនអត់ទេណាអញ្ចឹងនៅពេលដែលយើងជួបពាក្យមូលបង្កាច់ដោយពាក្យមិនពិតយ៉ាងនេះគឺត្រូវចាំធម៌នេះថានេះគឺជាទោសរបស់មុសាវាទពីព្រោះតាមធម្មតាអ្នកនិយាយកុហកគឺនិយាយឲ្យគេដឹងសេចក្តីពិតឬក៏និយាយឲ្យគេដឹងការមិនពិតនិយាយដឹងការមិនពិតទោសនៃការនិយាយកុហកនេះឯងក៏ត្រូវគេមូលបង្កាច់ដោយពាក្យមិនពិតយើងមិនបានធ្វើគេថាយើងធ្វើណាយើងមិនបានយកទ្រព្យគេថាយើងអ្នកយកឃើញទេអាការដែលយើងត្រូវទទួលដោយអ្នកដតីមូលបង្កាច់ដោយពាក្យមិនពិតនេះឯងនេះគឺជាផលស្រាលបំផុតរបស់មុសាវាទអញ្ចឹងដើម្បីកុំឲ្យទៅក្នុងអនាគតទៀតយើងត្រូវទទួលទោសនៃការមូលបង្កាច់អំពីអ្នកដតីអញ្ចឹងយើងត្រូវយ៉ាងម៉េចនឹងគឺត្រូវវាចាមុសាវាទត្រូវតែសមាទាននៅសច្ចវាចាឃើញថាឃើញឮថាឮមិនឃើញថាមិនឃើញមិនឮថាមិនឮដឹងថាដឹងមិនដឹងថាមិនដឹងហើយរឿងមុសាវាទមួយនេះកុហកលឿនណាមែនអត់ទេណាពីព្រោះអីបានជាមនុស្សហ៊ានកុហកងាយគឺពីព្រោះដើម្បីការពារនៅមុខមាត់កិត្តិយសមែនអត់ទេណាអញ្ចឹងកុហកសិនណាអញ្ចឹងគឺនៅពេលដែលធ្វើខុសហើយរមែងពោលកុហកយកពាក្យកុហកហ្នឹងដូចជាសាស្ត្រាដើម្បីការពារខ្លួនហើយបើសិនជាយើងយកពាក្យកុហកហ្នឹងធ្វើដូចជាសាស្ត្រាដើម្បីការពារខ្លួនហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលកាលដែលហ៊ានកុហកហើយកុំគិតថាអំពើអាក្រក់តិចតួចខ្លួនមិនហ៊ានធ្វើនឹងព្រះអដ្ឋកថាបញ្យល់ថាហេតុអីថាមកពីអាងកុហកអញ្ចឹងធ្វើអាក្រក់ទៅមិន